ប្រិយមិត្តដឹងទេថានៅលើភពផែនដីយើងនេះមានកន្លែងមួយដែលត្រជាក់ខ្លាំងរហូតដល់ទឹកពុះអាចប្រែក្លាយទៅជាទឹកកកភ្លាមៗត្រឹមតែមួយប៉ព្រិចភ្នែកជំរាបសួរប្រិយមិត្តប្រែ idea ទាំងអស់គ្នានៅពេលដែលយើងនិយាយអំពីកន្លែងដែលត្រជាក់យើងប្រកាសជានឹកឃើញដល់ប្រទេសស្វីសកាណាដាឬតំបន់ប៉ូលខាងជើងប៉ុន្តែទីតាំងទាំងនោះមិនទាន់ស្មើនឹងកន្លែងមួយដែលត្រូវបានគេចាត់ទុកថាជាទូទឹកកកនៃភពផែនដីនោះទេតើកន្លែងដែលគួរឲ្យតក់ស្លុតនោះស្ថិតនៅឯណាតោះទៅស្វែងយល់ទាំងអស់គ្នាកន្លែងដែលត្រជាក់ជាងគេបំផុតនៅលើភពផែនដីយើងគឺខ្ពង់រាបអង់តាក់ទិកខាងកើតឬ East Antarctic Plateau ដែលស្ថិតនៅទ្វីបអង់តាក់ទិកឬប៉ូលខាងត្បូងនៅទីនោះអ្នកវិទ្យាសាស្ត្របានវាស់សីតុណ្ហភាពទាបបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដោយសីតុណ្ហភាពបានធ្លាក់ចុះរហូតដល់ទៅដក 93.2 អង្សាសេដើម្បីឲ្យងាយស្រួលស្រមៃនឹកគិតសីតុណ្ហភាពនៅទូទឹកកកតាមផ្ទះរបស់យើងគឺប្រហែលដក 18 អង្សាសេតែប៉ុណ្ណោះប៉ុន្តែនៅអង់តាក់ទិកវាត្រជាក់ជាងទូទឹកកករបស់យើងរហូតដល់ទៅ5ដងប្រសិនបើយើងឈរនៅទីនោះដោយគ្មានឈុតការពារពិសេសទេផ្លូវដង្ហើមនិងសួតរបស់យើងនឹងកកស្ទះហើយឈាមរបស់យើងអាចកកនៅក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីតែប៉ុណ្ណោះប៉ុន្តែតើអ្វីដែលធ្វើឲ្យទីតាំងមួយនេះត្រជាក់ដល់ថ្នាក់ហ្នឹងមូលហេតុទី1គឺដោយសារតែទីតាំងនេះជាខ្ពង់រាបដ៏ខ្ពស់ដែលស្ថិតនៅតំបន់ប៉ូលដែលស្ទើរតែមិនទទួលបានពន្លឺព្រះអាទិត្យសោះក្នុងមួយរដូវរងាមូលហេតុទី2គឺផ្ទៃដីដែលគ្របដណ្ដប់ដោយទឹកកកពណ៌សស្គូបានជួយផ្លាតពន្លឺនិងកម្ដៅព្រះអាទិត្យត្រឡប់ទៅក្នុងអាកាសវិញរហូតដល់ 90% និងមូលហេតុទី3គឺខ្យល់នៅទីនោះស្ងួតខ្លាំងបំផុតដែលធ្វើឲ្យកម្ដៅមិនអាចទប់នឹងបរិយាកាសបានឡើយក្រៅពីខ្ពង់រាបអង់តាក់ទិកក៏មានភូមិមួយឈ្មោះថាអូមីយ៉ាកុននៅប្រទេសរុស្ស៊ីដែលជាកន្លែងមានមនុស្សរស់នៅត្រជាក់ជាងគេបំផុតនៅលើលោកដោយសីតុណ្ហភាពធ្លាប់ធ្លាក់ចុះរហូតដល់ទៅដក 71.2 អង្សាសេនៅទីនោះក្មេងៗនៅតែរៀនធម្មតាទោះបីជាសីតុណ្ហភាពធ្លាក់ចុះដល់ដក 50 អង្សាសេក៏ដោយធម្មជាតិពិតជាបង្កើតអ្វីដែលស្ទើរតែមិនគួរឲ្យជឿជាច្រើននៅលើភពផែនដីយើងតើប្រិយមិត្តហ៊ានទៅកំសាន្តនៅកន្លែងដែលត្រជាក់បែបនេះដែរឬទេសូមខមមិនប្រាប់ Pride Idea ខាងក្រោមវីដេអូនេះប្រសិនបើអ្នកចូលចិត្តវីដេអូអប់រំនិងមានប្រយោជន៍បែបនេះកុំភ្លេចចុច Like Share Follow Page ឬ Subscribe Channel YouTube Pride Idea ដើម្បីទទួលបានគំនិតប្លែកៗនិងចំណេះដឹងថ្មីៗជារៀងរាល់ថ្ងៃពី Pride Idea